ថ្ងៃទី2នៅកោះរងតោះយើងជួម៉ូតូគេទៅភូមិព្រែកស្វាយទៅកាន់ភូមិព្រែកស្វាយចាមិនមែនជារឿងងាយស្រួលទេគ្រាន់តែសួរគេមិញអស់2នាក់ហើយផ្លូវកស៊ូអញ្ចឹងអត់អីដែរមើលទៅស្ថានភាពគេថាឲ្យជិះទៅតាមត្រង់ផ្លូវកស៊ូរហូតអូយមិញភ័យគួរសមដែរជិះម្នាក់ឯងនេះគេថាផ្លូវព្រៃតែឥឡូវនោះឃើញម៉ូតូមួយហើយធូរចិត្តបន្តិចត្រូវជិះទៅឲ្យតាន់គេសិនដើម្បីបានជិះគ្នាហើយឆ្នេរអីគេនោះស្អាតមែនតើសក្បុសតែម្ដងតែទៅដល់ទីតាំងគោលដៅយើងសិនព្រោះអត់ចេះតែហ៊ានឈប់ប្រដេផ្ដាស់ហើយអញ្ចឹងចាំទៅដល់ទីតាំងគោលដៅយើងហើយចាំដឹងថាត្រូវទៅ check in នៅណាចានិយាយថាបើម៉ែដឹងថាមកជិះព្រៃម្នាក់ឯងចេះដឹងថារករឿងហើយប៉ុន្តែយ៉ាងណាក៏ដោយយើង enjoy the moment enjoy life ទៅដល់ផ្លូវតរនេះមានផ្លូវពីរដឹងកាត់ទៅខាងណាខាងណីទេតាមគេតាមរងអីនេះមាននាគរាជមានអីនៅក្នុងនឹងដែរតាគេមានម៉ាត់មិញគ្រាន់តែឈប់សួរគេអស់3កន្លែងចឹងមកគេថាមាត់ជាផ្លូវចឹងយើងត្រូវតែហ៊ានសួរគេមកដល់នេះរៀងធូរចិត្តបន្តិចព្រោះមានមនុស្សម្នាអ្នកភូមិអីច្រើនបរិយាកាសបែបនេះអត់លើសទេល្មមជិះម៉ូតូនៅកោះរងម្នាក់ឯងល្មមទីបំផុតបានដល់ហើយនៅសាលារៀននេះវត្តព្រៃស្វាយផ្លូវទៅរកភាពជោគជ័យត្រូវជិះតាមនេះអាយុអូយកុំអីទៅដឹងដើរវិញទៅដឹងបាទកុំ homestay នៅព្រៃស្វាយផ្លូវទៅរកភាពជោគជ័យមិនគេឲ្យជិះម៉ូតូមកប៉ុន្តែអត់ហ៊ានទេដូច homestay គេ Friend of Nature Homestay គាត់តំណាដែរតែមិនបងម្ចាស់ហ៎ណាបងចាស់គាត់នៅតបងផ្ទះបងស្រីផ្ញើអីវ៉ាន់សិនដោយសារតែម្ចាស់ផ្ទះអត់ទាន់មកឲ្យ check in ផ្លូវទៅកាន់ Lily River House លេងសាយទៅហើយមិញជិះម្នាក់ឯងផងអត់ចង់ហ៊ានចូលអូយសំណាងគេដាក់មានប៉ាអីប្រាប់ស្គីថាពេលដែលយើងដើរគឺគ្រប់យ៉ាងគឺវា unexpected រហូតណា Welcome to Lily Pan យើងមក order អីសិនយើង order លុកឡាក់មួយទៅឲ្យបានបាយពេលហ្នឹង mango juice មួយមកតម្លៃ1រៀលកន្លះលុកឡាក់5រៀលកន្លះរយៈកាលមករដូវកាល low season គឺ enjoy អញ្ចឹងគឺមក floor មានតែយើងមួយជាមួយនឹងបាយលុកឡាក់កូកាមីកែវ view ទេសភាពភ្លក់បាយតពីយើងចេញពី River House យើងក៏មកព្រៃកោងកាងទៅទិញសវត្តសិន1000ម្នាក់បងអត់កំណត់ម៉ោងឯមែនបងចាអត់កំណត់ទេតែបងស៊ីមានជួទូខយៈឲ្យទូកអស័យដែរបងអូនៅខាងក្នុងហ្នឹងមែនបងចាបងចាអរគុណច្រើនបងអូយើងរស់ព្រៃល្អយើងបានតែយើងឥឡូវមកដល់ខាងព្រៃកោងកាងហើយសម្បត្តិចូលទស្សនាគឺម្នាក់6000រៀលបើជនជាតិបរទេសគឺ$2តែអូក៏ទៅស្ងាត់ដែរផងដែរគេមានជាផែលំហែកាយជាទូកាយៈហើយនឹងអីផ្សេងបែប relax chill ជាមួយនឹងបរិយាកាសទេសភាពមកពេលរដូវទឹកស្រកគឺព្រៃកោងកាងឃើញរឹសទាំងអស់អត់ឃើញទឹកប៉ុន្តែមកប្រហែលជាទឹកអីគូលិចរស់អញ្ចឹងទៅវាបរិយាកាសផ្សេងមួយបែបទៀតមករដូវកាលនេះគឺមួយបែបក្នុងហ្នឹងគេមានជាកន្លែងលក់ចាប់ហួយដែរតាអូលេងសើចអីចង់និយាយថាកុំប្រឡូកឲ្យសវិស័យ solo ឥឡូវគឺគេ hit ហ្មងណាគឺតែប្រឡូកគឺជក់ចិត្តដិតអារម្មណ៍មិនចង់រួចទេព្រោះអ្នកខាងនេះមានជាការសាក់ solo ម្ដងឥឡូវជក់ចិត្ត Oh my god ស្ដាប់ដូចសំឡេងសត្វអត់ Hello មានជាការមក check in ជាលើកទី2មក check តបងម្ចាស់ផ្ទះនៅមិញសួរបងស្រីដែលផ្ញើកាបូបក៏ថាម្ចាស់ផ្ទះចេញទៅណាទៀតបានអញ្ចឹងមានតចូលមកសម្រាប់សិនព្រោះជីហត់ដឹងថាទៅណាទៀតទេនេះបរិយាកាសគេ homestay នេះបានពិតជា homestay ពិតប្រាកដមែនមានអង្រឹងយើងអាចមើល view ដៃព្រែកបានមិញម្ចាស់គេមកហើយបន្ទាប់មកគាត់ក៏បានរៀបចំបន្ទប់ឲ្យតោះយើងទៅ review បន្ទប់របស់យើងក្នុងតម្លៃ18000រៀលវ៉ាវ
មានអង្រឹងមានភួយមានខ្នើយចឹងថានិយាយអារម្មណ៍ពិតពេលមកឃើញដំបូងមានអារម្មណ៍ថាចង់ cancel ប៉ុន្តែនៅក្នុងនោះគឺគេអត់ឲ្យ cancel ទេព្រោះយើង pay នៅកន្លែងគេប្រោយចឹងទៅមិនអីទេសាកមកយប់ទៅយើងត្រូវតែសាកអ្វីៗដែលខុសប្លែកដើម្បីដឹងថាយ៉ាងមិនដែរផ្លូវចិត្តយើងលេងសាយពេកហើយកុំថាថ្ងៃនេះអ្នកស្នាក់នៅទីនេះមានតែខ្ញុំណាតែអត់ទាន់ឃើញមានណាគេមក check in ទៀតសាចាក់សោសិនយ៉ាដើម្បីចេញទៅមើលឆ្នេរគេមិញជួម៉ូតូគេតាហ៊ានទុកនៅផ្លូវចូលចាមានជាការជិះចូលអាផ្លូវទូចទៀវទៀវនិចសំខាន់គឺកន្លែងនេះអាយយយយអាយ៉ាអូ adventure ប៉ុណ្ណឹងបានហើយលោកអើយវ៉ាវនេះគឺជាឆ្នេរព្រែកស្វាយគេដែលចេញពីភូមិព្រែកស្វាយបន្តិចណាតែដូចអត់សូវមានអ្នកមកលេងដល់នេះដែររឿងស្ងាត់អត់មើលទៅឬមួយជាកោះសង្សារដែលគេថានោះតភាកពេលយប់មិញទៅយើងយប់មិញมันមានជាការសម្រាប់នៅ home stay ប៉ុន្តែ home stay ហ្នឹងគឺមានតែម្នាក់តែឯងពេកអញ្ចឹងទៅអារម្មណ៍យើងវាចេះតែរវើរវាយអញ្ចឹងបានប្រាប់ថានៅម្នាក់ឯងឲ្យប្រយ័ត្នគំនិតអញ្ចឹងហើយក៏សម្រាប់ចិត្តថាអស់ទាន់នឹងភាពភ័យខ្លាចរបស់ខ្លួនអាចបានទេអញ្ចឹងក៏ដើរមកកន្លែងភូមិហើយសុំបងស្រីគាត់សម្រាប់នៅនឹងហ្មងនៅប្រាប់គាត់ថាបងខ្ញុំមកកន្លែងដែលមានភាពស្ងប់ស្ងាត់ប៉ុន្តែពេលស្ងាត់ពេកខ្ញុំភ័យអញ្ចឹងខ្ញុំក៏សុំសម្រាប់នៅនឹងប្រោយទៅហើយនេះយប់មិញមានជាការគេអង្រឹងប៉ុន្តែបងស្រីគាត់ឲ្យជាភួយជាខ្នើយអញ្ចឹងអរគុណគាត់ខ្លាំងមែនតើអញ្ចឹងបានថាប្រជាជនយើងគឺទៅណាក៏ល្អចិត្តល្អអញ្ចឹងឥឡូវមក5ជាងហើយអញ្ចឹងត្រូវទៅរៀបអីវ៉ាន់ check out មានអ្នកជាច្រើនសម្រាប់នៅលើផ្លូវដងវិថីស្ងាត់ជាងម៉ោង5អ្នកនៅនេះក៏លក់ដល់ម៉ោងមិន12 10អីដែរណាអញ្ចឹងទៅព្រឹកឡើងគឺគាត់អត់សូវងើបពីព្រលឹមទេចាអរគុណមែនតើអ្នកបងស្រីគាត់មានលក់ជាភេសជ្ជៈឲ្យព្រឹកឡើងគាត់បើកសាឡននៅនេះអរគុណគាត់ប៉ុន្តែគាត់អត់បានភ្ញាក់អញ្ចឹងយើងទៅរៀបអីវ៉ាន់ check out សុំចាំមកវិញទេសភាពម៉ោង5កន្លះព្រឹកនៅភូមិព្រែកស្វាយឡូទស្សនិកជនទី1ភ្ញាក់លឿនជាងគេទៀតណាប៉ាត់ប្រហែលជាមកក្នុងរដូវកាល high season អីប្រហែលជាច្រើនដោយសារតែម្ចាស់ផ្ទះគាត់ថាបរទេសអីតែមកសម្រាប់នៅនឹងច្រើនណាប៉ុន្តែយើងមកនេះគឺវាចុងខែ6ហើយណាមួយគេហៅ low season អញ្ចឹងទៅអត់សូវមានមនុស្សអញ្ចឹងណាក៏ប៉ាត់អត់អីទេគឺមកពីយើងខ្លួនឯងទេណាមិនមែនមកពីកន្លែងគេទេមីដើមឈើល្បីដឹងតែជា festival របស់គេអើយបាទផ្លូវតារានេះមែនបាទទៅនឹងទៅដើរឡើង